បាទសូមជម្រាបសួរប្រិមិត្តស្វាគមន៍សាជាថ្មីមកកាន់ Channel វាសនាគុណខ្មែរថ្ងៃនេះដែរ Channel យើងខ្ញុំសូមនាំប្រិមិត្តមកតាមដានស្ដាប់នៅសាច់រឿងថ្មីជាបន្តទៀតពាក់ព័ន្ធជាមួយនឹងវិស័យកីឡាផ្ដាល់គុណខ្មែរសម្រាប់អត្ថបទនៅពេលនេះខ្ញុំបាទសូមធ្វើការជម្រាបជូនប្រិមិត្តនៅសាច់រឿងចំនួន2សាច់រឿងដែលសាច់រឿងទី1គឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិហើយសាច់រឿងទី2គឺពាក់ព័ន្ធជាមួយនឹងកីឡាករបឺតសង្ឃឹមបាទអញ្ចឹងយើងចូលសាច់រឿងទី1សិនគឺពាក់ព័ន្ធជាមួយនឹងកីឡាករពេជ្រសម្បត្តិបាទពេជ្រសម្បត្តិទើបតែមកពីទឹកដីប្រទេសចិនបាទក្តៅឥឡូវនេះបាទគឺថាមានរឿងត្រូវតាមដានទៀតហើយសម្រាប់កីឡាករពេជ្រសម្បត្តិគឺមានឈ្មោះប្រកួតនៅសៃវៀន Extreme Cambodia ដែលជាការបង្ហោះផ្លូវការតែម្ដងរបស់លោកគ្រូរបស់លោកគ្រីពីឡុតបងប្អូនបាទលោកគ្រីពីឡុតគឺជាពិធីករក៏ដូចជាប្រធានចាប់គូប្រចាំសៃវៀនរស្មីហងមាសដែលរៀងរាល់សប្តាហ៍យើងឃើញថាមានការប្រកួតគូល្អមែនទែនសម្រាប់ការប្រកួតនៅសៃវៀន Extreme Cambodia ក្រោមការដឹកនាំក៏ដូចជាការចាប់គូរបស់លោកគ្រីពីឡុតហើយយើងឃើញថារាល់ការចាប់គូម្ដងគឺសារលេងធំមែនទែនបងប្អូនបាទហើយមុននេះបាទលោកគ្រីពីឡុតក៏បានលើកឡើងតាក់ទងជាមួយនឹងការប្រកួតរបស់កីឡាករពេជ្រសម្បត្តិដែរគាត់ថារាល់លើកមុនពេលកីឡាករពេជ្រសម្បត្តិមកកាន់សៃវៀន Extreme Cambodia ខ្ញុំតែងតែធ្វើការដាក់យប់យ៉ាងតិចក៏មួយខែដែរបងប្អូនជួយរកមូលហេតុតើមកពីអ្វីឥឡូវនេះមកដល់ពេលដែលក្របីព្រៃចូលសៃវៀន Extreme Cambodia ទៀតហើយលេងធំជាងមុនទៅទៀតបងប្អូនលោកគ្រូឆ្នាំពេជ្រសុផាន់ត្រៀមប៉ះរបស់ពិតទៀតហើយបាទនេះគឺជាការលើកឡើងរបស់បងប្រុសគ្រីពីឡុតនៅលើបណ្ដាញសង្គមផេកផ្លូវការរបស់ខ្លួនតែម្ដងតាក់ទិនជាមួយនឹងកីឡាករពេជ្រសម្បត្តិនឹងមានវត្តមានប្រកួតនៅសៃវៀន Extreme Cambodia ហើយបងប្អូនយល់ថាតើពេជ្រសម្បត្តិអាចនឹងប៉ះជាមួយនឹងកីឡាកររូបណាបងប្អូនបាទបងប្អូនយល់ថាអាចនឹងប៉ះជាមួយនឹងកីឡាកររូបណាបើខ្ញុំណាមិនដឹងថាខ្មែរមិនដឹងថាបរទេសទេប៉ុន្តែបើថាពេជ្រសម្បត្តិចូលហើយគឺថាដឹងក៏ក្រៅហើយបងប្អូនបាទឲ្យតែពេជ្រសម្បត្តិទៅហើយដឹងថាពេញលេងហើយបាទពេញលេងហើយបងប្អូនឃើញហើយការប្រកួតនៅទឹកដីប្រទេសចិនណាបាទពេជ្រសម្បត្តិបិទគូតមានអីបាទដាក់ពេជ្រសម្បត្តិបិទគូតនេះត្រឹមត្រូវមែនតើបងប្អូនហើយបាទលេងផ្អើលប្រទេសចិនតែម្ដងបាទគូខ្មែរទៅ6គូបាទឈ្នះ2បាទចាញ់3ស្មើ1បងប្អូនបាទអញ្ចឹងស្មើគឺស្មើគូឡៅចត្រាតាមពិតបើសិនជាឲ្យគូឡៅចត្រាឈ្នះពិន្ទុក៏ល្អដែរប៉ុន្តែធម្មតាយើងទៅប្រកួតនៅទឹកដីប្រទេសគេតែងតែជានិយមទៅខាងគេបងប្អូនណោះបាទអញ្ចឹងអាហ្នឹងរឿងឈ្នះចាញ់ជារឿងកីឡាប៉ុន្តែការទៅលើកនេះក៏យើងរឿងចំណេញបានច្រើនដែរផ្សព្វផ្សាយគុណខ្មែរឲ្យខាងចិននោះគេស្គាល់ពីក្បាច់គុណគេមរតកដូនតាខ្មែរបងប្អូនបាទឥឡូវនេះយើងចូលសាច់រឿងទី2ចប់សាច់រឿងទី1យើងចូលសាច់រឿងទី2ដែលសាច់រឿងទី2នេះគឺពាក់ព័ន្ធជាមួយនឹងកីឡាករបឺតសង្ឃឹមបាទអញ្ចឹងបឺតសង្ឃឹមបាទនឹងត្រូវប៉ះជាមួយនឹងកីឡាករបរទេសគឺកីឡាករម៉ាស៊ីបាទហើយកីឡាករម៉ាស៊ីនេះគឺជាម្ចាស់ខ្សែក្រវ៉ាត់ ISKA បងប្អូនបាទរបស់ស្ថាប័ន ISKA ខណៈដែលនៅថ្ងៃទី11ខែ10ឆ្នាំ2025ខាងមុខនេះកីឡាករបឺតសង្ឃឹមនឹងត្រូវប៉ះជាមួយនឹងកីឡាកររូបនេះដើម្បីដណ្ដើមខ្សែក្រវ៉ាត់បាទ ISKA នេះតែម្ដងបងប្អូនបាទចឹងមិនធម្មតាទេពេញលេងហើយតែអ្វីដែលសំខាន់ជាការលើកឡើងរបស់កីឡាករបឺតសង្ឃឹមនោះគាត់ព្រួយបារម្ភរឿងថាគេខ្ពស់ជាងបាទគេខ្ពស់ជាងតែបច្ចេកទេសបទពិសោធន៍អីគាត់ថាមិនអីទេមិនថ្មីទេបាទពីព្រោះគីឡូអីក៏មិនថ្មីដែរសំខាន់គេរឿងមានកាយសម្បទាខ្ពស់ជាងគាត់បាទអញ្ចឹងធ្វើឲ្យរឿងពិបាកប៉ុន្តែវាយ5ទឹកបងប្អូនបាទ5ទឹកអញ្ចឹងអត់ទាន់ដឹងមិនម៉ែសម្រាប់បឺតសង្ឃឹមគាត់ថាសបាយក៏សបាយតែភ័យក៏ភ័យអព្រោះថាការប្រកួតលើកនេះអាចនិយាយបានថាជាការប្រកួតដ៏សំខាន់មួយចំពោះខ្លួនក្នុងការប្រកួតដណ្ដើមខ្សែក្រវ៉ាត់លក្ខណៈស្ថាប័នពិភពលោកដូចនេះខ្លួននឹងប្រឹងប្រែងធ្វើអស់ពីសមត្ថភាពហើយសូមសនំពរឲ្យបងប្អូនអ្នកគាំទ្រចូលរួមទស្សនាគាំទ្របានច្រើនកកបាទហើយ
ការប្រកួតនឹងធ្វើឡើងនៅថ្ងៃទី11 ខែ 10 ឆ្នាំ 2025 នៅសួនវឌ្ឍនៈបងប្អូនបាទអញ្ចឹងវីដេអូនេះសូមបញ្ចប់តែប៉ុណ្ណេះសូមអរគុណសូមជម្រាបលា